រឿងទី2នេះគឺជារឿងដែលយើងត្រូវខ្វាច់ខ្វល់ក្នុងវីដេអូមុនខ្ញុំនិយាយទាក់ទងនឹងព្រះសង្ឃដែលលោកជួបបដិវហេតុព្រះសង្ឃថៃព្រះសង្ឃសៀមលោកបានជួបបដិវហេតុគ្រោះថ្នាក់ចរាចរណ៍ដោយកូនក្មេងដែលមិនមានគតិប្រក្រតីបើន័យថាខួរក្បាលដូចមិនគ្រប់ឬក៏ខុសប្រក្រតីអញ្ចឹងហើយបានលូកឡានរបស់ពុកជិះមកបានបុករះចំពោះព្រះសង្ឃដែលកំពុងធ្វើធម្មយាត្រាហើយនៅតាមដងផ្លូវនោះបានសពុតអស់ប្រមាណអង្គដែរអញ្ចឹងរឿងមុនខ្ញុំបាននិយាយទៅនឹងរឿងហ្នឹងតែរឿងនេះវាជារឿងចាប់បាច់ហើយក៏ជារឿងសំខាន់ដែរដោយព័ត៌មានថ្មីនេះគេបានផ្សាយថាប្រធានប្រសិទ្ធភាពថៃនេះគឺបានដាក់បញ្ចូលអក្សរខមខ្មែរនេះគឺជាអក្សររបស់គេហើយប្រែជាផ្លូវការកន្លែងហ្នឹងអាចដែលយើងត្រូវខ្វាយខ្វល់ថានឹងហើយគឺជាចៅនោះហើយការកាន់កម្រិតបែបនេះវាមិនមែនទៅតែថ្មីនេះទេវាមាននៅពីដើមមកសម្បត្តិខ្មែរច្រើនណាស់យើងរាប់តាំងពីគ្រឿងមនីរតន៍គ្រឿងអភិអផ្សេងអីចឹងទៅគ្រឿងអលង្ការកៅមនីស្អីផ្សេងទ្រព្យសម្បត្តិតេតងទៅនឹងភាសាតេតងទៅនឹងអីផ្សេងហើយជាពិសេសគឺអក្សរសាស្ត្រពិសេសគឺអក្សរសាស្ត្រខ្មែរអញ្ចឹងពួកសៀមហ្នឹងគឺតែងតែប្រាថ្នាចង់បានបើសិនជាពួកនឹងវាចេះប្រកាសស្នាដៃវាមិនមកផ្លន់ចិត្តខ្មែរទឹកដីខ្មែរទេតែដោយសារតែពួកនឹងអត់មានជាតិដែលត្រូវអាចបង្កើតជាស្នាដៃអីសម្រាប់ទុកដល់ក្មេងជំនាន់ក្រោយបានទេវាមានតែការបង្រៀនថាអានេះជារបស់យើង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 អីយ៉ាងទៅវាមានតែពាក្យអញ្ចឹងសម្រាប់ប្រាប់ដល់ក្មេងជំនាន់ក្រោយរបស់ពូសាសន៍វិញទៅជាក្មេងជំនាន់ក្រោយនេះរៀនយករបស់ហ្នឹងហើយប្រកបបញ្ជាថាអានេះជារបស់នឹងថាតែម្ដងទាំងដែលអត់បានស្គាល់ពីប្រវត្តិសាស្ត្រច្បាស់ហើយថ្មីនេះគឺល្បីរំកើតទៅទៅនឹងអក្សរខុសខ្មែរអក្សរខ្មែរស្អាតណាស់គ្រប់ចំនួនទាំងពីចំនួនណាអីដែលគឺស្អាតមានការរៀបជាលក្ខណៈទៅតាមទម្រង់ទៅតាមហេតុហើយអក្សរនីមួយៗគឺមានន័យទាំងអស់មិនមែនខខ្វាយកទាណាមិនមែនទេអញ្ចឹងដោយសារតែអក្សរខ្មែរមានលក្ខណៈគ្រប់គ្រាន់ពិសេសលើអក្សរផ្សេងទាំងឡាយនោះហើយទើបជាជនជាតិជាចៅសៀមនេះប្រាថ្នាចង់បានរហូតឥឡូវនេះចង់ប្រកាសមិនចង់ប្រកាសជាប្រកាសហើយប្រើជាផ្លូវការក្នុង Unicode ហើយប្រើបានទូទៅហើយអញ្ចឹងតាកន្លែងនេះយើងគួរតែដេកស្ងៀមឬក៏យ៉ាងទាំងដែលស្នាដៃរបស់បុព្វបុរសខ្មែរយើងដូនតាខ្មែរយើងឥឡូវគេយកទៅធ្វើជារបស់ផងទេហើយងាកមកមើលតែព្រឹកខ្ញុំមិនបន្ទោសជាតិសាសន៍ទេរឿងតែធ្វើបែបនេះតែមានការព្យាយាមគេមានលក្ខណៈផងទេព្រោះវាជារឿងដែលគេចង់បានអានឹងយើងមិនបន្ទោសគេទេថាមិនគេចង់បានពេលវាណាត្រង់ថាយុវជនខ្មែរយើងខ្ញុំផ្ដោតទៅលើយុវជនខ្មែរយើងនេះរបស់ដែលមានឲ្យថារក្សាវាមិនបានណាសូម្បីតែអក្សរខ្លួនឯងទៅសេឲ្យវាត្រូវឃ្លាត្រូវពាក្យត្រូវជាងស្រាក់ត្រូវផងហើយយើងទៅបន្ទោសណាទេបើសិនជាគេអាចយកអក្សរដែលជាសម្បត្តិដ៏ថ្លៃថ្លារបស់ខ្មែរយើងទៅប្រើហើយយើងអាចទៅបន្ទោសណាគេបានយើងបន្ទោសគេឥឡូវយើងសម្លឹងមកខ្លួនយើងសិនសម្លឹងមកយុវជនរបស់ខ្លួនយើងវិញយុវជនខ្មែរយើងឥឡូវនេះទៅសេអក្សរនៅលើបណ្ដាញសង្គមអីហ្នឹងសឹងតែលេងមានអក្សរខ្មែរហើយទៅសេជាអង់គ្លេសហើយសាប់សម្លេងខ្មែរបានន័យថាអក្សរអង់គ្លេសហើយសម្លេងជាខ្មែរមួយចំនួនធំហ្មងហើយសាតអ្នកដែលរៀនចាប់ពីថ្នាក់ទី7ឡើងទៅ
អ្នកខ្លះដល់សង្កល់ដល់ស្រាសង្កល់ទៀតអាទៅពេលខុសពេលអីគឺបើសិនជា comment ក្នុងពាក្យ comment គឺកម្រមានអក្សរខ្មែរយូរយូរឃើញគេថា10មាន1អីហ្នឹងដែលសរសេរអក្សរខ្មែរនៅក្នុង comment ហើយនឹងសត្វអង់គ្លេសហើយសំឡេងខ្មែរអញ្ចឹងនៅពេលដែលកូនខ្មែរយើងមួយចំនួនគិតបែបហ្នឹងហើយនៅពេលដែលរបស់នឹងវាបាត់បង់នៅពេលដែលរបស់នឹងវាបាត់បង់ខ្ញុំមិនទុកណាគេយើងទៅខំគេកើតដែរបើមកពីយើងអត់ចេះថែរក្សាប៉ុណ្ណាហើយបើសិនជាទៅសេលក្ខណៈ private ឧទាហរណ៍លក្ខណៈឯកជនឬក្នុងឆាតក្នុងអីអាហ្នឹងធ្វើម៉េចហើយខ្ញុំនិយាយតាមត្រង់ថាអ្នកដែលឆាតមកខ្ញុំថាប្រុសថាស្រីបើហ៊ានទៅសេជាស័ព្ទសម្លេងជាភាសាអង់គ្លេសហើយស័ព្ទសម្លេងខ្មែរពាក្យអង់គ្លេសជាសម្លេងខ្មែរខ្ញុំអត់តបឆាតទេខ្ញុំរកចោលហើយបើមិនទៅទេខ្ញុំអត់តបទេព្រោះបើថាវាអត់មានតម្លៃអីត្រូវតបទេចង់និយាយមកឆាតជាសម្លេងមកឬក៏ទៅសេអីមកតែបើសិនជាផ្ញើមកជាអង់គ្លេសហើយស័ព្ទសម្លេងខ្មែរខ្ញុំថាខ្ញុំអត់ចេះអញ្ចឹងខ្ញុំអត់មានរវល់ជាមួយគឺខ្ញុំថាខ្ញុំត្រូវបងតម្លៃនឹងចោលហើយខ្ញុំមិនបាច់ចាំតបជាមួយនឹងប្រភេទអស់ហ្នឹងឯងជួនអស់ហ្នឹងឯងអានេះខ្ញុំនិយាយផ្ទាល់មកបើនេះថាខ្លួនយើងអត់ដែលបានផ្ដល់តម្លៃទៅលើអ្វីដែលខ្លួនយើងមានទេឬមួយខ្ញុំប្រៀបធៀបរឿងនឹងឬពិតទេខ្ញុំប្រៀបធៀបរឿងហ្នឹងគេនិយាយប្រាប់ខ្ញុំឯងតែរឿងពិតគ្រួសារមួយគាត់មានផ្ទះហើយវាស្រាប់តែអ្នកមកពីចម្ងាយអ្នកដែលមកពីចម្ងាយហ្នឹងគាត់មកសុំស្នាក់នៅនៅហ្នឹងហើយយើងពីដើមរួចពីសង្គ្រាមហ្នឹងទៅវាអ្នកខ្លះក៏ដើរទៅតាមច្រកលហកអីផ្សេងតាមនិគមជនបទអីផ្សេងដើម្បីរកការងារធ្វើអីចឹងទៅតាណាក៏សុំគេជ្រោតំណឹងអីចឹងទៅអ្នកខ្លះចឹងទៅក៏គាត់ដើរសុំគេសុំឯងកមកកំប៉ុងអីចឹងទៅពួកខ្ញុំឡែកដាក់កន្លែងហ្នឹងនោះខ្ញុំនៅពីទៅឡែកដាក់កដាក់អីកមកកំប៉ុងលុយ500ពីដើម500ថ្លៃហ្នឹងតែខ្ញុំនៅទីទូប្រហែលដាក់រួមទេថាគាត់មក3 4នាក់អញ្ចឹងទៅដាក់4 500អញ្ចឹងទៅម្នាក់មកកំប៉ុងទៅព្រោះនៅខាងអ្នកស្រុកស្រែចិត្តល្អព្រោះកមិនខ្វះទេកហើយយើងពីដើមបើនេះដល់គាត់ដើរសុំកសុំអីហ្នឹងមកម្ដង4 5នាក់ជួនកាល10នាក់ក៏មានដែរជាក្រុមប៉ុនគាត់ប៉ុន្តែចំនួនហ្នឹងគឺអត់មែនតែគាត់រួចពីសង្គ្រាមអីចឹងទៅគាត់មិនមានទីពឹងទីអីគាត់ដើរសុំអីចឹងទៅខែណាខេត្តនេះជាងតែមកចឹងទៅហើយបានអីចឹងទៅគាត់លក់តាមផ្លូវអីចឹងទៅដើម្បីយកថវិកាផ្គត់ផ្គង់ជីវិតបន្តចឹងទៅប៉ុន្តែមិនមានអ្នកណាមួយគេទៅស្អប់ខ្ពើមទេលុះសំបីតែមកហើយបាត់បាយអត់ទឹកគេដាំបាយនៅទឹកគេហូបអីចឹងទៅព្រោះខ្មែរយើងចំនួនខ្ញុំនៅពីក្មេងខ្មែរយើងមានតែជាស្រ័យល្អតាមភូមិតាមស្រុកក៏ដោយតែសួរនាំគ្នាពីណាប៉ណីអីចឹងទៅហូបបាយហូបអីហើយអីចឹងទៅទោះគេជាអ្នកសុំមកក៏ដោយរៀបចំបាយទៅគេទៅមានប៉ុណ្ណាខ្ញុំប៉ុណ្ណឹងទៅហ្នឹងហើយចឹងមានការគោរពស្រឡាញ់រាប់អានគ្នាចឹងតើតើនឹងរឿងមិញចំពោះរឿងមិញក៏ដូចដែររឿងមិញហ្នឹងអ្នកមកពីចម្ងាយគេមកវាសុំផ្ទះនៅស្នាក់នៅថាឥឡូវនេះឲ្យបងអូនឯងខ្ញុំអត់មានកន្លែងជ្រកទេឲ្យខ្ញុំមកពីចម្ងាយក៏អត់ខ្សត់បាយទឹកឥឡូវនេះខ្ញុំសុំជ្រកទីកន្លែងនេះផ្ទះបងអូននឹងប្រហែលថ្ងៃពី3ថ្ងៃសិនសម្រាប់ខ្ញុំរកការងារបានចឹងខ្ញុំចេញម្ចាស់ផ្ទះហ្នឹងដំបូងគេមិនព្រមទេដំបូងគេមិនព្រមគេមិនទុកចិត្តព្រោះអ្នកមិនដឹងចាត់ប្រត់អីគេមិនទុកចិត្តទេប៉ុន្តែយើងជំនាន់នោះវាមិនមានអីត្រូវលួចត្រង់ពីគោក្របីមាន់ទេវាអត់មានអីត្រូវលួចបើថាគិតពីរបស់ត្រូវផ្សេងវាអត់មានទេវាមានត្រឹមតែក្របីមាន់ទេប៉ុណ្ណឹងគោហ្នឹងដល់មើលទៅគាត់សុំម្ដងហើយម្ដងទៀតវល់ថាបើសិនជាបងអូនមិនឲ្យខ្ញុំនៅទេខ្ញុំទៅណាឥឡូវចង់អត់មានទីពឹងអីទេសង្កបងប្អូនខ្ញុំស្នាក់នៅតែ5ថ្ងៃក៏បាន3ថ្ងៃក៏បានដែរនៅពេលខ្ញុំរកការងារបានខ្ញុំសុំចេញហើយចឹងដល់ការអាណិតអាសូរអីផងហើយមើលទៅគេថាសណ្ដានចិត្តខ្មែរយើងពីដើមល្អផងឲ្យស្នាក់នៅទៅនៅពេលដែលស្នាក់នៅបានរយៈ3ថ្ងៃម្ចាស់ផ្ទះគេសួរ
mà giấy bó này rồi càng nhiều bạn thắng thành ở đấy của nó ấy rồi càng nhiều bạn bán ấy xong sẵn đây phải to tiết á phải chặt tới cái thằng là lợi đi nếu buông trăm hai thì bán đây để xong nếu buông trăm hai thì ở nữa buông trăm hai cái xu thì thà lớn mà giá có rồi càng nhiều bạn ấy đang tạo được bạn ấy có bàn tay chân nối việc bạn ban rồi chân nối việc bạn ban này chân thứ vệ sinh chia tránh vì các bạn to việc là sai tài càng nghĩ về vừa rồi chân nối bạn thì tuổi xong nếu mình to thích bạn ấy nó bật cài đại đời vui vui thế anh đã sau ao nói tiếp nghe đàn nói nghe đã ao nói chết thật vậy nghe đã ao nói nghe đàn nói chết thật nghe trầm hả nghe đàn nói đồng bố xây của cái hiền lẹ bon xây của cái hiền phơi đã ao tập bản này thì vì bài tức xây được om kia trong cục lê bọc thì bọc ấy xa được không ai tiệm đã anh biết thằng nãy hú ao lùm tôn cục cật cái nha phải nhớ chim mà chặt cái nó phải khơi cái phơi chứ mình sẽ bài chết à bài trên cái đó thì mình sẽ mà tròn ấy chúng ta chỉ tính dân thì đáng mai giới đây mới là viên ấy đâu nên kia đấy à đọc về du du tới nơi triển khai cái chỉ năm mấy chúng ta đó đi chỉ năm trong cái cru sáng cứ có thoát thuần và phơi sai sự ban sự ấy là chúng ta có cột đam đam nè để sẵn nơi đứng đam thà lên bỏ ngày nhóm phơi sai vậy và mình chăm ở sự lọ thế và sự cao ở nước trong trong thử rồi càng trái bàn mà để dễ trong nhau tiếng nói bong sân bong chỉ mơ thay tiệc trong phòng ấy nè sna đứng cái thằng ấy chẳng 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 mưa ao thu chẳng mưa ao vậy thế mùi thì cho phải để những cái đồ tập tiền ở bò này thế nhầm đừng mưa thải ao chẳng cần đập về từ thưa ca mà để dễ tục chất đấy tục chất đấy phải để thưa ca mà để dễ đập về từ thưa ca mà để dễ chẳng hết đập về mò vịnh nơi về để mò vịnh mà cha tí pi nghe lại xong sẵn nơi nữa chập cho tầm cha tí pi mà cha tí pi thằng nẹp kho chứ thật kho nẹp kho nông số tháng nè anh mà thấy nhưng mà nơi tiệc nhung nghe lớp tiệc nè anh bình cả rồi nẹp kho có bạc thằng tiệc nhung vì muốn đại nhung mọi bom sẵn nơi thế nè anh mình pha tăng người thế thì dân phải đám ở miền phòng đấy tiệc mùi mùi miền phòng đấy đấy phòng đấy từng phơi càng đấy chẳng thứ đừng tao mày phụng đừng tư mày phụng đừng đừng chồng mày mày phô mà háo mà chặt tiền nó phải xuống mà đầu mùi đồng bùi xua đồng bố mà chặt tiền thì mùi nữa mà chặt tiền nó phải sủa sủa thà lớn bờn ai sắm co thà tiền này ai nhấn chụp tiền này ai bật mền lớn này ai sắm co là ai ai mình ai sắm co là thầm miền ở tiền nhom trên chắc là lớn rồi phải sọc thế hả ở đó bản nếp tiền hàng đút thế hả anh ai sắm co đó bán thà ở đó là lớn này ai từ mặt lại sân háo nè tivi mau de pe háo nè tivi mau cái đồng biết cái so tới thì học được cái đằng được nút tiền đa tiền chiang tiền sang sẽ cái học cột được cái đằng được cả lại là cái đằng cột được đằng ấy thì cái lại để cái chuyện học bài chẳng mấy phun này nắng thế cạch đây tha lời biết nè thì mũi ấy chăn kia rồi rồi nè thì mũi ấy nó ngọt bàn đằng thập tiền này nắng mình tại sao ai man đây lúc ai man đây phần tay tiền từ đó thì trắng trắng rướng từ việc bạn người nhưng some ai cả tao nhỉ thì nè từ nâng trong một dễ thàn trẻ dễ tôn thành nâng xó mãi rồi có bọc thôn bậc mãi bởi dương chỉ nè bằng cao đã xó mai chỉ phút phương bằng cao đã xó được bọc thô hơi dân ở che dân ở đăng thòn anh lập sen thì cho mà vô thì cho mà vô tên là cái đấng này cái đấng thằng so pi chẩn đoàn là so nó bay mệt miên tầm an tủ so ấy là hai rút cái so nó bay bật mệt lại đằng ấy dân ấy vợ đang sọ người dân đang thành mà cao khâu cô ngủ dân đang thành ta cao khâu cô đấy có thể là rừng muôn muôn đấy rừng bắt đầu bị cao khâu cô mà dân ở đằng chẳng được về để cái vô dân anh không cái bán ấy
កំហុសរបស់គេឬក៏កំហុសរបស់យើងចឹងដែលយើងអត់មានដឹងថាផ្ទះខ្លួនឯងមានស្អីផងណាហើយគេគ្រាន់តែមកស្នាក់នៅសោះឲ្យគេដឹងគ្រប់រឿងទាំងអស់គិតមើលហើយអក្សរខ្មែរដូចជាសម្បត្តិវប្បធម៌ខ្មែរវាមានទៅតាមប្រភេទខ្លះទៅតាមតំបន់ខ្លះហើយសម្បីតែស័ព្ទសម្លេងខ្លះហ្នឹងក៏ប្រើខុសគ្នាទៀតឥឡូវយើងគិតមើលថាបើសិនជាថាចៅសៀបវាទៀមទាថានេះជារបស់វាហើយបើវាដឹងគ្រប់រឿងទាំងអស់វាដឹងពីទ្រង់ទ្រៃវាដឹងពីប្រភេទវាដឹងពីស្អីទាំងអស់ហើយសួរតែយើងទៅប្រកែកជាមួយវាបានដែរមកឧទាហរណ៍ថាវាយកទៅប្តឹងដល់តុលាការអន្តរជាតិទៅតេតូនឹងការអឺតវ៉ារឿងអក្សរសាស្ត្រនេះចឹងហើយបើសិនជាការតវ៉ានឹងវាដឹងគ្រប់រឿងហើយវានិយាយមកវាត្រូវសាច់រឿងហើយយើងអត់ដឹងសាច់រឿងយើងគិតមិនចឹងរឿងខ្លះការបាត់បង់ការអីនេះវាមិនមែនជាកំហុសរបស់អ្នកដួលទេវាមិនមែនជាកំហុសរបស់អ្នកយកទេវាជាកំហុសរបស់អ្នកដែលនៅនឹងអត់ដឹងថាខ្លួនឯងរបស់ខ្លួនឯងមានស្អីខ្លះវាដូចថាមនុស្សលេងជុំគ្នាចឹងលេងទៅស៊ូកងក្មេងៗលេងជុំគ្នាស៊ូកងចឹងដាក់ច្បោះច្បោះឬក៏លេងរូបអីចឹងទៅលេងរូបមនុស្សចំនួនប៉ុណ្ណេះថា5នាក់ទៅ6នាក់ឲ្យរូបលេងម្ដងមានប្រមាណ10រូបឬក៏10រូបឬក៏5រូបឬក៏លើសនឹងអីទៅ20រូបទៅអញ្ចឹងវាមានគេប្រឡំគេអីនោះហើយយើងអត់បានដឹងថាចំនួនអ្នកលេងហ្នឹងលេងក្នុងមួយក្តារប្រមាណអីប្រមាណហើយខ្សត់អាបាត់ទៅយើងទៅឈ្លោះគ្នាហើយតវ៉ាជាមួយនឹងណាបើយើងគ្រាន់តែលេងនៅជុំគ្នាហើយចំនួនរូបដែលលេងជុំគ្នាយើងអត់ដឹងប៉ុណ្ណាមួយក្តារដាក់ប្រមាណយើងអត់ដឹងប៉ុណ្ណាគិតមើលទៅខ្ញុំនិយាយរឿងនោះដោយសារខ្ញុំមានចិត្តស្ដាយមួយឬខ្ញុំផ្ទាល់ហ្នឹងបើថាលេងគង្វងដាក់រូបនេះលេងកុំឈូសលេងដាក់រូបគាត់នៅក្មេងៗលេងជុំគ្នា6 7នាក់ហើយលេងមួយក្តារប៉ុណ្ណេះដល់ពេលលេងទៅវាមានអាកន្លែងនោះថែមអសររូបប៉ុណ្ណេះអញ្ចឹងទៅមកគេខ្ជិលគប់តឈូសតអីហ្នឹងទៅថែមដល់ថែមអីចឹងទៅមានខ្លះប្រឡំដល់ពេលសួរថាចិនណាមិនដាក់រូបណាដាក់រូបមិនក៏រូបអីតិចម្លេះបាត់ចំនួនខ្លះដល់ពេលរាប់អំពីអ្នកលេងហើយរាប់អំពីរូបបានថាយើងអត់ដឹងថាចំនួនរូបហ្នឹងត្រូវថែមម្នាក់ប្រមាណអីប្រមាណផងហើយយើងអត់បានរាប់នៅពេលដែលរូបវានៅជុំគ្នាយើងអត់បានរាប់ថារូបមានចំនួនប៉ុណ្ណេះអ្នកថែមមានប៉ុណ្ណេះយើងអត់បានរាប់កន្លែងនេះផងយើងគ្រាន់តែដាក់ហើយយើងកាន់ស្បែកជើងទៅកន្លែងបោះទីតែហ្មងអញ្ចឹងដល់ពេលរូបហ្នឹងវាស្រាប់តែមេនូស៊ីអស់ហើយរាប់ចំនួនខ្លះរូបខ្លះយើងចង់ទៅតវ៉ាមិនបាទខាងដើមយើងអត់ដឹងប៉ុណ្ណឹងដល់ពេលស៊ីហើយយើងទៅរាប់ឲ្យដឹងយ៉ាងម៉េចអាហ្នឹងរឿងចិត្តស្ដាយវាអញ្ចឹងអានេះខ្ញុំប្រៀបធៀបខ្លីៗចំពោះរឿងចិត្តសាស្ត្រដូចគ្នាដែរបើសិនជាបាត់បង់ដោយហេតុណាមួយអីចំពោះជាតិយើងចំពោះវប្បធម៌ឬក៏សម្បត្តិជាតិយើងវាតើយើងដឹងកន្លែងនេះឲ្យច្បាស់ថាអានេះបាត់ទៅនេះប៉ុណ្ណេះមានស្អីខ្លះតាំងពីចំនួនណាពីដើមមកយើងដឹងឲ្យជ្រាបបានថាអ្នកដែលលួចហ្នឹងគេអត់មានប្រសិទ្ធភាពទេយើងអាចចោទគេបានទាំងស្រុងតែបើសិនជាយើងអត់ដឹងផងហើយយើងទៅចោទគេមិនអាហ្នឹងអញ្ចឹងរឿងខ្លះគឺវាបែបហ្នឹងអានេះវាគ្រាន់តែជាហេតុផលក្នុងការពិចារណារបស់គេទេព្រោះវាតេតូទៅនឹងសម្បត្តិជាតិរបស់យើងបានជាខ្ញុំយករឿងហ្នឹងមកនិយាយហើយខ្ញុំអត់មានទៅខឹងនឹងជាតិសាសន៍ទេធ្វើម៉េចតែខ្លះយើងខឹងក៏វាអត់មានតម្លៃទេសម្រាប់នឹងការខឹងយើងមានតែរកវិធីថាធ្វើយ៉ាងម៉េចលៃលក់អំពីអាកន្លែងដែលគេយកទៅហ្នឹងគេបំភ្លៃយ៉ាងម៉េចខ្លះហើយធៀបពិតយ៉ាងម៉េចខ្លះគឺមានតែយើងលៃលក់ស្រាវជ្រាវដើម្បីឲ្យដឹងថានេះផងយើងវាមែនចេះពីមានតែប៉ុណ្្នឹងហើយអញ្ចឹងសម្រាប់វីដេអូមានប៉ុណ្ណេះសូមអរគុណ